សួស្តីបងប្អូនកូនសិស្សទាំងអស់គ្នាព្រមទាំងអ្នកគោរពស្រឡាញ់វត្ថុស័ក្តិសិទ្ធិក្នុងជំនឿខ្មែរបាទថ្ងៃនេះលោកគ្រូចែករំលែកបាទបងប្អូនយើងមើលកំសាន្តទៀតហើយគឺតកតងទៅនឹងចម្លាក់ភ្លុកបាទចម្លាក់ភ្លុកថ្ងៃនេះគឺសាងជាតួអង្គបាទលោកតាអេសីសម្ដែងរិទ្ធបងប្អូនណាបាទមិនងាយមានទេបាទប្លែកតែម្ដងយើងធ្លាប់តែឃើញបាទព្រះអង្គព្រះនរាយណ៍ព្រះវិស្ណុព្រះអិនព្រះអង្គហេវិជ្ជរៈបាទអេសីសម្ដែងរិទ្ធនេះគឺមិនងាយមានទេហើយដៃ8បងប្អូនបាទនេះក្បាលឬក៏ប្រកេះនេះគឺចំនួន9ជួរខាងក្រោមនេះ4កណ្ដាលនេះ4ហើយខាងលើនេះ1ទៀតបាទព្រះអង្គមានការឈើច្រត់កាន់ខ្យងចាក់កាន់ត្រីសូកាន់ខ្យងសាំងផ្កាឈូកបាទហើយຂະຫນាតបាទដោយឡែកຂະຫນាតយើងវាស់ទាំងស្រោបផ្លាស្ទិកនេះបាទគឺបាន7ហ៊ុនកន្លះជាងបងប្អូនណាបាទហើយសាច់ខាងក្នុងនេះលោកគ្រូវាស់ពីខាងក្រៅស្មានឲ្យបាទសាច់ភ្លុកបានប្រហែលជា5ហ៊ុនជាងភ្លុកសុតភ្លុកស៊ីនបងប្អូនណាមានកន្លាសំណាញ់ច្បាស់បាទហើយដាក់ប្រេងហើយនៅខាងក្នុងហើយបាទនេះសាច់ស្អាតទេបងប្អូនណាតែដោយសារយើងស្រោបជាប់គ្នាទៅយើងមើលទៅដិតដាមួយប្រេងតែនៅពិតនេះទេមិនមែនស្អិតជាប់ទេគឺដោយសារប្រេងសម្រាប់បងប្អូនធ្វើជាຂະຫນាតបតោងហើយមិនមែនទូចទេបងប្អូនមើលលើបាតដៃលោកគ្រូទៅ4ធ្នប់ដៃពេញហៀຂະຫນាតបតោងខ្សែកអីគឺស្អាតហើយផ្លាស្ទិកគឺរឹងបងប្អូនបាទមិនភ័យព្រួយថាតែកិច្ចបែកឬក៏អីទេតើបងប្អូនយកទៅកាប់មកបំបែកមិនបែកបាទហើយចម្លាក់ស្អាតបងប្អូនណាទទួលយកបានសម្រាប់បងប្អូនយើងគោរពថែរក្សាបាទខាងអេសីសម្ដែងរិទ្ធការពារផងហើយលៀបសំណាញ់ផងផ្លូវភ្លឺផ្លូវងងឹតព្រមទាំងបាទចំណេះឧបសគ្គការងារផ្សេងទៀតណាបងប្អូនមាននិស្ស័យបាទតកតងលោកគ្រូណាលេខទូរស័ព្ទលើវីដេអូនេះមួយអង្គនេះ100ជាង098 496 498មាន Telegram YouTube លោកគ្រូឈ្មោះតាចតុមុខ Facebook លោកគ្រូឈ្មោះទូទាយនិងជាវត្ថុជំនឿស័ក្តិសិទ្ធិបាទអរគុណច្រើនបងប្អូន